បាទអញ្ចឹងសម្រាប់ប្រិមិត្តបាទពន្លកបាទសួរថាយ៉ាម៉ាល់មិនហើយអាចលេង World Cup បានអត់បាទសម្រាប់យ៉ាម៉ាល់គឺមានបញ្ហាបាទ hamstring បាទនិយាយទៅគឺបញ្ហាបាទសរសៃពួរសាច់ដុំបាទចំណុចនេះគឺពិបាកដែរប្រិមិត្តបាទបើសិនជាតិចតួចបាទអាចនឹងទាន់តែប្រសិនបើរហែកបាទអាចនឹងអត់ទាន់ទេបាទពេលវេលាសតតិចប្រិមិត្តបាទយើងគិតមើលសតតែ50ថ្ងៃទេបើនិយាយថាសល់តែមួយខែកន្លះអីទៀតទេបាទអញ្ចឹងពាក់កណ្ដាលខែ6ឥឡូវខែ4ហើយអញ្ចឹងខែ5មួយខែកន្លះទៀតបាទ World Cup លេងទៅហើយអញ្ចឹងសម្រាប់យ៉ាម៉ាល់ខ្ញុំគិតថាតានតឹងនេះហើយអញ្ចឹងសម្រាប់បាទក្រុមជម្រើសជាតិអេស្ប៉ាញរៀងបាទតឹងតសៃកតិចហើយបាទនៅក្នុងការលេងប្រសិនបើអត់មានយ៉ាម៉ាល់បាទអត់មានគេហៅថាត្រូវដងត្រូវផ្លែគ្នាជាមួយនឹងលីកូវីលៀមទេបាទអញ្ចឹងសម្រាប់ជម្រើសជាតិអេស្ប៉ាញរៀងតានតឹងតិចប្រសិនបើអត់មានយ៉ាម៉ាល់បើសិនជាប្រិមត្តសួរថាគាត់អាចជាតន់អត់មិញខ្ញុំបានរៀបរាប់អីបាទជាជំងឺរបស់គាត់គឺ hamstring បាទចំណុចនេះគឺពិបាកនៅក្នុងការបកស្រាយដែរបាទព្រោះថាពេលខ្លះក៏គេបាទលាក់ការបាទมันអាចឲ្យនិយាយភ្លាមបាទតទៅដល់ថ្ងៃដែលគេក៏ហៅមកប្រាប់ថាអូទៅអត់រួចទេបាទប៉ុន្តែពេលខ្លះទៅមិនរួចគេដាក់ដែរដាក់ឈ្មោះទៅសិនបាទធ្វើម៉េចឲ្យបានឈ្មោះទៅបាទតែយ៉ាងណាមិញសម្រាប់ការបញ្ជាក់របស់ខាងបាសេឡូណាថាបាទឡាមីនយ៉ាម៉ាល់នេះអាចនឹងចូលរួម World Cup តាន់បាទនៃការបញ្ជាក់ណាបាទប៉ុន្តែ EKTK របស់ Liverpool ទៅអត់តាន់ទេប្រិមិត្តបាទទៅអត់រួចទេបាទបាត់ហើយបាទជម្រើសជាតិបារាំងបាត់ EKTK មួយហើយបាទហូបបាយហើយនៅបាទឆាលីបាទឃើញឡាយបាទឡាយរហូតតាបាទទឹកមុនបាទចូលឆ្នាំខ្មែរបាទមិនបានឡាយបាទសម្រាប់បាទប៉ុន្តែសម្រាប់បាល់សម្រាប់បាទប្រហែលជានៅការក្រោយចាំជួបគ្នាម្ដងទៀតណាបាទឆាលីបាទហើយសម្រាប់បាទឡាមីនយ៉ាម៉ាល់ខ្ញុំអាប់ដេតជូនប្រិមិត្តប៉ុណ្ណេះបាទគ្រាន់ថាក្លឹបបាសេឡូណាគឺបានបញ្ជាក់ឲ្យថាយ៉ាម៉ាល់នឹងចូលរួមតាន់បាទជាមួយនឹងជម្រើសជាតិអេស្ប៉ាញនៅក្នុងការប្រកួត World Cup 2026បាទហើយសម្រាប់ប្រេស៊ីលវិញមើលទៅលោកកាឡូសអេនសេឡូទីតានតឹងនេះហើយអេស្តេវ៉ាវគឺគាត់មើលទៅមិនជួទៅមិនតាន់ពេលវេលានៅក្នុងការជួយជម្រើសជាតិប្រេស៊ីលទេបាទដូចជាអត់មានមីលីតាវទៀតបាទមីលីតាវក៏របួសភ្លាមនេះដែរបាទអញ្ចឹងសម្រាប់លោកបាទកាឡូសអេនសេឡូទីប្រហែលជារៀងតានតឹងចិត្តបន្តិចហើយបាទនៅក្នុងការជម្រើសបាទហើយយើងឃើញហើយបាទរ៉ាហ្វីញ៉ាក៏គាត់បាទរបួសទៀតបាទអញ្ចឹងសម្រាប់លោកកាឡូសអេនសេឡូទីប្រហែលជាតានតឹងហើយក្នុងការដឹកនាំជម្រើសជាតិប្រេស៊ីលបាទតែយ៉ាងណាមិញក្នុងការដឹកនាំរបស់គាត់បាទមកដល់ពេលនេះគឺរឿងប្រេស៊ីលរៀងឡើងជាងមុនបន្តិចហើយបាទសង្ឃឹមថាបើទោះជាមិនបានពាន World Cup 2026ក៏លោកកាឡូសអេនសេឡូទីនេះអាចដឹកនាំបាទឡើងទៅវគ្គដែលខ្ពស់បាទតែពេលខ្លះបាទយើងអាចនិយាយបានថាលោកកាឡូសអេនសេឡូទីនេះជាខ្លាចាស់បាទយើងអាចនិយាយបានថាជាខ្លាចាស់មួយដែលបកកែនៅក្នុងការគាត់បកកែច្រើនលក្ខខណ្ឌនៅប្រិមិត្តបាទទី1គឺលោកកាឡូសអេនសេឡូទីនេះគឺគាត់បកកែបាទគេថាលួងលោមឬក៏ចិត្តសាស្ត្របាទជាមួយនឹងកីឡាករបាទក្រុមមួយដែលមើលទៅពិបាកមែនតើបាទប៉ុន្តែនៅពេលដែលគាត់ចូលទៅដល់បាទហាក់បីដូចជាកីឡាករនោះដូចជាបាទផ្ដល់ថ្នាំពៅអញ្ចឹងបាទមានការប្រឹងប្រែងការប្រេះបាទលេងហ្នឹងគឺមានភាពប្រឹងប្រែងជាងមុនបាទហើយបើសិនជាយើងនិយាយពីទម្រង់លេងវិញលោកកាឡូសអេនសេឡូទីគឺគាត់បាទស្មើបាទពេលកីឡាករប៉ុណ្ណឹងក៏គាត់លេងមើលទៅបែបប៉ុណ្ណឹងពេលកីឡាករគាត់ខ្វះលេងទៅក៏មើលទៅបែបប៉ុណ្ណឹងដែរបាទមើលការដឹកនាំរបស់លោកកាឡូសអេនសេឡូទីគឺល្អមែនតើបើសិនជាយើងប្រៀបធៀបបាទលោកប៉េបហ្គាឌីឡានៅពេលដែលអត់មានកីឡាករបាទលោកចូលចិនក្លឹបនៅអត់មានកីឡាករមើលទៅគាត់ដូចតានតឹងប៉ុន្តែយើងឃើញក្នុងដំណាក់កាលដែលលោកកាឡូសអេនសេឡូទីដឹកនាំរៀលម៉ាឌ្រីតដែលកីឡាកររបស់គាត់របួសផងអីផងយកនៅនេះដាក់នេះយកនៅនោះដាក់នេះជំនួសចូលជំនួសឡើងចុងក្រោយគាត់ធ្វើបានជោគជ័យណាបាទអញ្ចឹងពេលខ្លះ manager ក៏ជារឿងមួយបាទធំមែនតើបាទនៅក្នុងការដឹកនាំក្រុមប៉ុន្តែរឿងតម្រង់នៅក្នុងការលេងមួយទី2គឺតាក់ទងជាមួយនឹងបញ្ហាចិត្តសាស្ត្រនេះគឺធ្ងន់មែនតើប្រិមិត្តបាទពេលខ្លះកីឡាករបាទគ្រូដឹកនាំខ្លាំងមែនប៉ុន្តែដល់ពេលកីឡាករបាទអត់ទទួលបាននៅចិត្តសាស្ត្រល្អបាទអញ្ចឹងការលេងរបស់គាត់គឺក៏មិនល្អដែរបាទប្រៀបធៀបដូចជា Carrick នៅក្នុងការដឹកនាំ Manchester United អញ្ចឹងពេលដែលចូលទៅដឹកនាំភ្លាមឃើញខុសប្លែកពីលោក Amorim មែនខុសប្លែកពីលោក Ten Hag ប្លែកតែម្ដងការលេងគឺកីឡាកររបស់ Manchester United ប្រឹងប្រែងប្រេះបាទក៏ដូចជាការបញ្ជូនបាល់ឲ្យមិត្តរួមក្រុមនឹងច្រើនជាជាងលេងឯកតោបាទប៉ុណ្ណឹងយើងអាចនិយាយបានថាបញ្ហាផ្លូវចិត្តបញ្ហាចិត្តសាស្ត្រនេះគឺជារឿងធំណាស់បាទនៅក្នុងការដោះស្រាយហើយប្រិមត្តភ្លេចនៅបាទការដែលលោកកាឡូសអេនសេឡូទីដឹកនាំអេវ៉ាតុនមើលទៅរឿងយ៉ាប់យ៉ឺនចង់ទៅណាតិចចង់ទៅណីតិចគ្រាន់តែគាត់ដឹកនាំបានតែមួយរយៈបាទឃើញថាអេវ៉ាតុននេះគឺថាឡើងស្រើតតែម្ដងបាទប៉ុន្តែធ្វើម៉េចបាទគាត់បាទត្រូវបានចរចាជែកជ័យជាមួយនឹងរៀលម៉ាឌ្រីតទៅហើយគាត់ត្រូវទៅកាន់រៀលម៉ាឌ្រីតបាទគ្រាន់តែចេញភ្លាមឃើញថាអេវ៉ាតុននេះយ៉ាប់យ៉ឺនប៊ីសតែនឹងធ្លាក់ទៅកាន់ Championship ឥឡូវនេះសម្រាប់អេវ៉ាតុនគឺឆ្នាំងចាស់បាយឆ្ងាញ់បាទក្រោមការដឹកនាំរបស់លោក David Moyes បានត្រឡប់មករកភាពល្អវិញខ្លាំងមែនតើបាទយប់មិញមិនឈ្នះមែនប៉ុន្តែអេវ៉ាតុននៅឈរតំបន់ដែលល្អមិនភ័យព្រួយនៅក្នុងការកាត់ទៅកាន់លេង Championship
Premier League បាទរដូវកាលនេះគឺអាចនិយាយបានថាសម្រាប់ Arsenal គឺឈរលើកំពូលតារាងបន្តទៀតហើយណាបាទអញ្ចឹងមានន័យថាគាត់ឈរលើកំពូលតារាងបាទ210ថ្ងៃហើយបាទប៉ុន្តែមិនទាន់បានលើកពានឡើយទេបាទអញ្ចឹងមិននឹកស្មានទេប្រិមិត្តបាទ Arsenal គឺជាប់កំណត់ត្រាណាប្រិមិត្តបាទជាប់កំណត់ត្រាគឺជាក្រុមមួយដែលឈរលើកំពូលតារាងយូរតែមិនលើកពានបាទមិនមែនកំណត់ត្រាល្អទេកំណត់ត្រានេះគឺកំណត់ត្រាមិនសូវជាល្អប្រហែលទេបាទហើយសម្រាប់Chelsea វិញបាទយប់នេះគឺជាការប្រកួតបាទ FA Cup បាទវគ្គពាក់កណ្ដាលប្រៃព្រាត់ត្រូវប៉ះគ្នាជាមួយនឹង Leeds United បាទសម្រាប់ Chelsea មកដល់ពេលនេះគឺបានផ្លាស់ប្ដូរបាទ manager ទៀតហើយបាទយក manager មកដោះស្រាយជាមួយនឹងការដឹកនាំបណ្ដោះអាសន្នបាទហើយមកដល់ពេលនេះគឺមានបែកភាពដែលសារព័ត៌មានបានបង្ហាញមានតាំងពី Frank Lampard បាទមានតាំងពី Cesc Fabregas បាទប៉ុន្តែឃើញថាសម្រាប់ Frank Lampard គាត់នៅតែជាបេះដូងជាមួយនឹង Chelsea បាទបើទោះជាគាត់មិនសូវជាបាទជោគជ័យជាមួយនឹង Chelsea មកលើកណាក៏គាត់មិនសូវជាជោគជ័យប៉ុន្តែគាត់នៅតែបើកចំហបាទសម្រាប់ការចូលរួមជាមួយនឹង Chelsea បាទគណៈពេលដែល Fabregas វិញគឺគាត់បាទបដិសេធទាំងស្រុងតែម្ដងគាត់មិនមែនប្រាប់បដិសេធមិនមក Chelsea ទេគឺគាត់កំពុងតែធ្វើការជាមួយនឹង Como អញ្ចឹងគាត់អត់មានពេលវេលាបាទគាត់អត់ចង់បង្ហើបឬក៏គាត់អត់និយាយអ្វីទាំងអស់នៅក្នុងការមកដឹកនាំ Chelsea បាទយ៉ាងណាមិញប្រិយមិត្តក៏ដឹងដែរអ្នកដែលមកដឹកនាំ Chelsea មកដល់ពេលនេះគឺស្តៀងជាមួយនឹង Man U អញ្ចឹងគឺមកគឺជាបន្ទុកបាទព្រោះថាក្រុមកំពុងតែពិបាកអញ្ចឹងមកដល់គឺបន្ទុកតែម្ដងខ្ញុំមិននឹកស្មានទេសម្រាប់ Chelsea នៅក្នុងការបញ្ចប់តំណែងរបស់លោក Maresca បាទប្រទេសធម្មតាទេបាទការដឹកនាំវាមិនអាចឲ្យរលូនទៅភ្លាមនោះទេបាទកីឡាករមានច្រើនអញ្ចឹងការជ្រើសរើសកីឡាករក៏ត្រូវតែមានបាទបត់បែនបាទបែបផែនផ្សេងផងដែរការផ្លាស់ប្ដូរ manager លឿនពេកក៏វាជាផលលំបាកមួយដែរព្រោះថាការបៀលឬក៏ការកសាងបាទក្រុមមួយគឺមិនមែនមានភាពងាយស្រួលនៅក្នុងការបាទលេងទៅល្អភ្លាមនោះទេបាទត្រូវការពេលវេលាបាទកីឡាករខ្លះទៅក៏ដាក់កន្លែងហ្នឹងគាត់មិនពេញចិត្តគាត់ត្រូវការលេងកន្លែងផ្សេងកីឡាករខ្លះមកលេងកន្លែងហ្នឹងហើយប៉ុន្តែគាត់អាចលេងកន្លែងផ្សេងបានតែកន្លែងហ្នឹងកំពុងតែខ្វះខាតបាទអីអញ្ចឹងទៅគឺមានច្រើនមែនតើហើយតាក់ទងជាមួយនឹងបញ្ហាចិត្តសាស្ត្រក៏ដូចជាតាក់ទងជាមួយនឹងរឿងរ៉ាវផ្សេងទៀតបាទ manager គឺត្រូវការពេលវេលាដើម្បីឲ្យមានភាពស្និទ្ធស្នាលជាមួយនឹងកីឡាករបាទពេលខ្លះវាលឿនពេកបាទហើយសម្រាប់ Chelsea យើងមើលទៅឃើញថាសម្រាប់កីឡាករគឺល្អហើយបាទកីឡាករល្អច្រើនមែនតើខ្ញុំគ្រាន់តែឆ្ងល់ដដែលថាហេតុអ្វីបានជា Chelsea ចូលចិត្តទិញតំបន់ប្រយុទ្ធច្រើនជាងតំបន់ការពារខណៈពេលដែលតំបន់ការពាររបស់ Chelsea នេះមើលទៅគឺតានតឹងមែនតើបាទស៊ីគេពិបាកតែគេស៊ីវិញមើលទៅដូចស្រួលបាទតាការពារគឺធូរមែនតើបាទសម្រាប់បាទ Chelsea ប៉ុន្តែmanager មកមួយគឺសម្លឹងឃើញតែតំបន់ប្រយុទ្ធប៉ុន្តែខ្ញុំគិតថាវាអាចជាគោលការណ៍មួយបាទរបស់ម្ចាស់ក្លឹបបាទឬក៏ថ្នាក់ដឹកនាំក្លឹបដែលចង់ឲ្យទិញកីឡាករតំបន់ប្រយុទ្ធធ្វើមិនឲ្យប្រយុទ្ធខ្លាំងអញ្ចឹងទៅដើម្បីឲ្យតម្លៃទីផ្សារភាគហ៊ុន sponsor អីចឹងទៅគឺមានភាពល្អអញ្ចឹងណាបាទប៉ុន្តែខ្ញុំគិតថាការធ្វើបែបនេះគឺមានតែកីឡាករល្បីប៉ុន្តែបាទក្រុមគឺអត់ឈ្នះគេទេហើយប្រិមត្តគិតមើលទៅបាទទិញមកប្រយុទ្ធបាទឡាតវាផងបាទអីអិនគុនគូឥឡូវបាទវេទនាបាទអញ្ចឹងវាពិបាកអញ្ចឹងណាបាទអញ្ចឹងខ្ញុំគិតថាសម្រាប់ Chelsea បាទបើសិនជា manager មកគាត់អាចនឹងរៀបចំនៅក្នុងតំបន់ការពារបានល្អខ្ញុំគិតថាអាចនឹងទៅរួចហើយបាទសម្រាប់ការដឹកនាំបាទមករយៈចុងក្រោយនៅក្នុងការលេងខ្ញុំមើលទៅឃើញថាកីឡាករប្រហែលជាមិនសប្បាយចិត្តជាមួយនឹងលោក Lem Rosenior ទេហើយអ្វីដែលបាទមិននឹកស្មាននោះគឺការចាក់ចេញរបស់លោក Lem Rosenior គឺអត់មានកីឡាករ Chelsea ណាមួយបាទលាទេបាទអត់មានការលាអត់មានការជូនពរអ្វីទាំងអស់គឺទៅទាំងស្ងាត់ស្ងៀមគឺទៅបាត់តែម្ដងបាទហើយក្នុងនោះដែរសម្រាប់ Chelsea នឹងត្រូវសងសំណងបាទទៅលើលោក Lem Rosenior រហូតដល់24លានឯណោះប្រិមត្តច្រើនបាទព្រោះដោយសារតែកុងត្រារបស់គាត់គឺវែងគួរសមបាទអញ្ចឹងសម្រាប់ការដែលសល់កុងត្រាគឺត្រូវតែបង់ខាតឲ្យទៅកាន់បាទ manager រូបនេះបាទគាត់ពេលវេលាគាត់ខ្លីផងបាទហើយណាមួយទៀតគាត់ក៏នៅក្មេងបាទអញ្ចឹងត្រូវការពេលវេលាបាទហើយសម្រាប់ការប្រកួត UEFA Champions League បាទទឹកក្រោយបាទប្រិមិត្តបាទអាចនិយាយបានថាល្អមើលបាទសម្រាប់មើល Arsenal ខ្ញុំគិតថាអត់ល្អមើលទេគាត់ទាំងពីរអ្នកនេះបាទមើលទៅបាទស្រៀងគ្នាទេ Arsenal ចុងរដូវកាលនេះខ្ញុំមើលទៅឃើញថាលេងអត់របៀបប្រយុទ្ធទេបាទលេងមើលទៅការពីបាទមួយបាទប្រយុទ្ធម្ដងអញ្ចឹងទៅបាទដោយការប្រកួតយុគមិញមួយ Newcastle អីទៅជា Newcastle នេះគឺមានភាពល្អប្រសើរជាងទៅវិញផងបាទប៉ុន្តែគ្រាន់ថាទៅមួយរបស់ Arsenal ហ្នឹងគឺមើលទៅដូចជាងទំនងបាទប៉ុន្តែបើសិនជាយើងប្រៀបធៀបបាទការបង្កើតឱកាសអត្រាបាទគេនិយាយកម្រិតនៅក្នុងការភាគរយនៅក្នុងការរកគ្រាប់វិញគឺ Newcastle គេល្អជាងទៅវិញបាទយុគមិញដោយសារ Newcastle បាត់កីឡាករមួយចំនួនធំណាបាទបើសិនជាកីឡាករគេពេញបាទ Arsenal នេះក៏តានតឹងដែរបាទតែយ៉ាងណាមិញសម្រាប់ Arsenal ប្រកួតបន្ទាប់របស់នៅ Premier League គឺគាត់ធូរទៅសៃច្រើនបាទបាទហើយក៏សួស្ដីបាទទៅកាន់ Alexa បាទទៅទៀតឲ្យឡើយបាទចិន្តាឌីបាទស្ដីបាទ like គីខៀងបាទក៏ដូចជា Mail ពន្លក
បាទនិយាយពីយ៉ាម៉ាល់ផងបាទអាចលេង World Cup អត់បាទសាំសូលីបាទក៏ដូចជាកំហុងម៉ាទីដឺឡៃមិនហើយបាទម៉ាទីដឺឡៃជាហើយប្រិមិត្តណាបាទម៉ាទីដឺឡៃជាហើយតែចូលលេងវិញបានឬក៏មិនបានខ្ញុំអត់ទាន់ដឹងទេបាទរងចាំអ៊ុតមើលនៅខាងស្អែកបាទហើយហៀងលើបយូបាទសួស្ដី